យើងធ្លាប់មើលគោតាមវាស្រែឃើញយើងហោះកាត់បោកវាអូយើងហោះមកវាមានផ្សែងអាផ្សែងក្រោយអូរត់តាមមើលសោះស្លឹងអូយមើលកោយបាត់ផ្សែងក្មេងស្រុកសែម្នាក់បានមកទីមហាអំណាចមើលស្មានដល់យើងអាមេរិកណាគេគូចង់ណាបាទយើងដល់ជុំខ្ញុំនៅអាមេរិកគោតាមវិសុវបងបាទការក្រៅការទៀតភ្លៀងគេយើងរត់មកសភានៅក្នុងម្ដងមិនដែរបញ្ញាមកដល់ទឹកដីនៃសហរដ្ឋអាមេរិកនេះនិយាយពីអារ៉ាប់និយាយបរិយាកាសទីមើលដោយសារតែមកទឹកដីអឺរ៉ុបនេះមិនមែនលើកទី1ទេណាបញ្ញានេះមកអឺរ៉ុបហ៎បងអឺរ៉ុបហ៎បាទសម្រាប់ខ្ញុំមកអាមេរិកនេះគឺអារម្មណ៍គឺសុវ័យរំភើបយ៉ាងណាបងវាថាយើងក្មេងស្រុកសែម្នាក់បានមកទីមហាអំណាចមើលស្មានដល់យើងអាមេរិកណាគេគូចង់ណាបាទយើងដល់ជុំខ្ញុំនៅអាមេរិកប្រហែលថ្ងៃបានមកដល់តាំងពីថ្ងៃប៉ុន្មានថ្ងៃទី25មកបងឥឡូវថ្ងៃទី1ហីទី1បាទវាឆ្លងថ្ងៃដែរ7ថ្ងៃហីបាទនៅថ្ងៃថ្ងៃ2បាទ2ហីបាទ8ថ្ងៃហ្នឹងបាទចងចាំឯបញ្ញាមួយឆ្នាំមុនថ្ងៃតែនេះនៅនេះមកឆ្នាំមុននៅបារាំងបាទមកថ្ងៃដូចគ្នាហ៎ថ្ងៃវាយដូចគ្នាថ្ងៃហោះជើងថ្ងៃហោះចេញពីខ្មែរទៅបារាំងនិងហោះចេញពីខ្មែរមកអាមេរិកថ្ងៃតែមួយបាទហើយទឹកដីអឺរ៉ុបទឹកដីដែលគេនិយាយមកគឺគេចង់មកបាទគេចង់មកបារាំងអាមេរិកគឺទឹកដីដែលសេលហ៎មានលុយចង់លេងហ្នឹងហើយបាទប៉ុន្តែការទៅបារាំងរយៈពេល1ខែពេញបាទនឹកស្មានដល់បញ្ញាដែលសម័យយើងសុកជិះយន្តហោះចុំសុំមិនដល់បារាំងសុំមិនដល់អាមេរិកដែលមនុស្សជាច្រើនដែលគេចង់មកគឺមកបានយើងអត់ដែរសម័យដែរបងដំបងឡើយតែដល់ពេលយើងចូលហាត់ប្លុកផ្សេងបណ្ដាលក៏មានចិត្តថាសម័យចង់វាយក្រៅប្រទេសឃើញគេទៅបារាំងឃើញគេទៅអាមេរិកយើងជុំលុយបានទៅបារាំងមកទៅអាមេរិកក៏ទៅវាយក៏មានសមត្ថភាពបណ្ដាលមកសោះបានដល់វាយទៅប្រទេសអឺរ៉ុបទៅប្រទេសមហាអំណាចអញ្ចឹងលុយក៏ចង់ទៅវាយដែរការចេញមករបស់រៀមច្បងទាំងអស់នេះទៅកាន់ប្រទេសទំនើបឬក៏ដែនដីអឺរ៉ុបឬក៏ប្រទេសក្រៅវាជាការជំរុញមួយឲ្យកីឡាករផ្សេងគាត់ខិតខំប្រឹងប្រែងរកហាត់ឬក៏អ្នកចំណូលថ្មីចូលមកហាត់បណ្ដាលសម្រាប់ខ្ញុំគឺថាវាជាកត្តាមួយដែរដែលជំរុញឲ្យទឹកចិត្តពួកគាត់ខិតខំប្រឹងប្រែងបង្ហាត់ដូចជាខ្ញុំអញ្ចឹងតាមឡយខ្ញុំឃើញសិស្សច្បងឬក៏បងដែលមុនគាត់ប្រកួតនៅក្រៅប្រទេសធំដូចជាបារាំងអាមេរិកអីអូស្ត្រាលីអីចឹងទៅខ្ញុំការខ្ញុំទៅថាក៏ខ្ញុំមានអារម្មណ៍ជុំសិស្សច្បងបានទៅបារាំងទៅអូស្ត្រាលីទៅអីទៅខ្ញុំមានកូនចិត្តមួយដែរថាខ្ញុំចង់ទៅវាយប្រទេសមហាអំណាចអីចឹងដែរឬក៏មកអឺរ៉ុបប្រទេសដែលអភិវឌ្ឍអីចឹងដែរហើយខ្ញុំក៏ខំប្រឹងប្រែងវឹកហាត់ប្រឹងសមត្ថភាពគ្រប់វិន័យស្ដាប់លំមានលោកគ្រូថែសុខភាពធ្វើខ្ញុំមានសមត្ថភាពមកដល់បច្ចុប្បន្ននេះបានមកវាយនៅអាមេរិកដល់ថ្ងៃនេះបាទដំបូងឡើងយន្តហោះឡើងជាន់ជើងយន្តហោះដំបូងទៅប្រទេសណាទៅវៀតណាមកាលនោះទៅវាយ SEA Games ដែលហៅបាទសម័យអីភើបដែរបងយើងជិះយន្តហោះលើកទី1យើងធ្លាប់មើលគោតាមវាស្រែឃើញយន្តហោះកាត់បោកវាអូយន្តហោះមកវាមានផ្សែងអាផ្សែងក្រោយអូរត់តាមមើលសោះស្លឹងអូយមើលកោយបាត់ផ្សែងតាមមើលអាកតុំរួយមកយើងរត់តាមមើលយើងនឹកស្មានថាធំឡើងមកជិះយន្តហោះលយដែរដែនសម័យគិតថាដែនសម័យឃើញចិត្តហើយគិតថាថ្ងៃណាមួយយើងនិយាយពីភាសាប្រស្ដាប់ថ្ងៃណាមួយអញជិះឲ្យបានដែរគិតចឹងយើងកាលនោះយើងគិតថាចង់ជិះក៏មិនដែរមិនគិតនិយាយថាដឹងថ្ងៃមួយជិះបានយើងអត់ដែរមានតែសម័យចឹងគេថាជុំមកបានជិះលយអញ្ចឹងបាទព្រោះយើងវានៅមើលគូនៅសុកស្រែបាទមើលគោវិញសុកស្រែអីយើងមិនសម័យឲ្យបាទយើងថាយើងរស់នៅក្នុងបទមួយនៅសង្គមសុកស្រែយើងអត់មើលអត់ឃើញទលំលេងធប់លោកក្រៅទេអញ្ចឹងយើងសម័យវាចេញថាយើងអាចបានម្ដងហ្នឹង